បាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែមេបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីរបៀបនៃការចិញ្ចឹមឆ្កែក៏ដូចជាឆ្មានេះគឺទស្សនវិជ្ជានៃការចាក់ការពារកុំឲ្យវាមានកូនឬក៏យើងចង់ពជាកំណើតគេហៅថាពជាកំណើតសត្វឆ្មាឬក៏ឆ្កែបាទអញ្ចឹងនេះគឺជារបៀបនៃការចាក់ក៏ដូចជាយើងធ្វើក្របវាបែបហ្នឹងបងប្អូនមួយចំនួនឆ្ងល់ពីរបៀបចាក់ឆ្មាបែបណាដើម្បីងាយស្រួលដោយសារតែឆ្មាគឺជាសត្វមួយដែលមានគេហៅថាគ្រោះថ្នាក់ខ្លាំងគឺវាមានទាំងថ្មិញមាត់ជើងអីហ្នឹងសុទ្ធតែអាចធ្វើឲ្យយើងមានផលប៉ះពាល់បាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាទស្សនានៅវីដេអូនេះអាចចេះចាក់ពីជាកំណើតសត្វឆ្មាបាទតិចទៀតខ្ញុំនឹងនាំបងប្អូនអរគ្នាអំពីការចាក់ព្យាបាលលើឆ្កែស្គមឬក៏មិនសូវចង់ស៊ីចំណីអញ្ចឹងគឺបងប្អូនអរគ្នាទៅចាក់នៅកន្លែងណាបាទឬក៏ពជាកំណើតឆ្កែក៏បានដែរយើងមានថ្នាំពជាកំណើតឬក៏បងប្អូនអរគ្នាត្រូវការជាប្រភេទជាវ៉ាក់សាំងដើម្បីការពារប្រភេទជំងឺដែលគ្រុនតកែជំងឺដូចជារាគជំងឺរឹងដៃរឹងជើងគឺយើងមានបាទឬក៏បងប្អូនអរគ្នាត្រូវការប្រឹក្សាយោបល់ពិភាក្សាអំពីរបៀបនៃការចិញ្ចឹមសត្វព្យាបាលសត្វខ្ញុំអាចមានបទពិសោធន៍ខ្លះៗដែលអនុវត្តជាក់ស្ដែងបាទអូខេបាទឥឡូវនេះឆ្កែយើងឃើញហើយពីទស្សនវិជ្ជាឆ្កែគឺវាមានស្ថានភាពស្គមស្គាំងបាទអញ្ចឹងវាមានតកែចៃតកែច្រើនក៏ដូចជាពេលខ្លះឆ្កែរបស់បងប្អូនគ្នាឬក៏ឆ្កែរបស់យើងវាស៊ីច្រើនដែរតែវាមិនធំធាត់អញ្ចឹងយើងត្រូវតែប្រញាប់ធ្វើការព្យាបាលវាឬក៏យើងកុំទុកដល់កម្រិតនេះបាទយើងប្រញាប់ព្យាបាលពេលដែលយើងឃើញរោគសញ្ញាដែលកើតឡើងចំពោះសត្វរបស់យើងគឺមិនសូវស៊ីបាយមានតកែចៃច្រើនបាទឬក៏យើងការពារឲ្យប្រសើរជាងព្យាបាលបាទហើយសួរតែឆ្កែចាក់នៅកន្លែងណាគឺយើងទាញស្បែកលើខ្នងវាចាប់ពីកមកដល់ខ្នងហ្នឹងដល់កន្ទុយក្រោយនេះយើងចាក់កន្លែងណាក៏បានដែរយើងចាក់ក្រោមស្បែកបាទបងប្អូនមួយចំនួនតែនេះសាកសួរថាតើទៅចាក់របៀបណាហើយចង់បញ្ជាក់ជូនពុកម៉ែមីមីងបងប្អូនដែរចំសត្វទាំងអស់គ្នាដែរថាករណីដែលបងប្អូនអរគ្នាត្រូវការថ្នាំប្រភេទជាថ្នាំព្យាបាលសត្វរាគមិនស៊ីបាយថ្នាំតកែចៃទម្លាក់ព្រូននេះគឺមានឬក៏បងប្អូនអរគ្នាត្រូវការជាប្រភេទវ៉ាក់សាំងឆ្កែឆ្មាគោក្របីក៏មានដែរយើងផ្ញើបានតាមបណ្ដាខេត្តក្រុងទាំងអស់បាទយើងឃើញនេះទាញស្បែកមកចាក់បែបនេះសង្ឃឹមថាបងប្អូនអរគ្នាអាចមើលទស្សនាវីដេអូនេះហើយអាចយកទៅប្រើប្រាស់បានពីការអនុវត្តនៃការចាក់ថ្នាំព្យាបាលបាទអញ្ចឹងនៅក្នុងនេះអញ្ចឹងយើងចាក់ម្ដងទៀតសម្រាប់ឆ្កែមួយទៀតអញ្ចឹងបងប្អូនអរគ្នាដែលមើលមិនទាន់យើងអាចសារមើលឬក៏យើងមើលរបៀបចាក់នេះមួយទៀតអញ្ចឹងសំខាន់គឺយើងមានម្ចាស់ចាប់ឲ្យយើងច្បាស់មកហើយយើងចាក់បាញ់បាទនេះគឺវិជាកំណើតអញ្ចឹងមានទាំងប្រភេទវិជាកំណើតថ្នាំបើថ្នាំការពារបាទសូមអរគុណ